នៅក្នុងព្រៃជ្រៅមួយនៅភាគខាងលិចនៃប្រទេសកម្ពុជាមានរឿងព្រេងមួយដែលអ្នកភូមិមិនហ៊ាននិយាយនៅពេលយប់ព្រោះពួកគេហៅវាថាមានរឿងព្រេងមួយដែលអ្នកភូមិមិនហ៊ាននិយាយពេលយប់ពួកគេហៅវាថាស្ដេចព្រាយខ្លាភូមិតូចមួយឈ្មោះភូមិចំការខ្មោចមានមនុស្សរស់នៅតិចណាស់ព្រោះរាល់យប់តែងតែមានសំឡេងខ្លាហូរធ្វើឲ្យមនុស្សខ្លាចញាស់មនុស្សមួយចំនួនបានបាត់ខ្លួនដោយគ្មានស្នាមសល់និងគ្មានមូលហេតុកូនប្រុសម្នាក់ឈ្មោះពុទ្ធីមិនជឿលើរឿងព្រាយទេគាត់ជាអ្នកក្លាហានហើយសម្រេចចិត្តចូលព្រៃស្វែងរកការពិតយប់មួយក្រោមពន្លឺព្រះច័ន្ទពេញវង្សគាត់យកចង្កៀងនិងដាវចាស់មួយហើយដើរចូលទៅក្នុងព្រៃងងឹតនោះភ្លាមនោះគាត់បានឮសំឡេងមកអូនមករកស្វែងរកអ្វីពុទ្ធីដកដង្ហើមធំបេះដូងគាត់ចាប់ផ្ដើមរំញ័ររំជើបរំជួលនៅចន្លោះដើមឈើធំមានសំឡេងសត្វខ្លាធំមួយឈរមើលគាត់នៃភ្លឺដូចភ្លើងតែអ្វីដែលគួរឲ្យខ្លាចជាងគេគឺវាអាចនិយាយជាភាសាមនុស្សបានខ្ញុំមិនមែនជាសត្វធម្មតាទេខ្ញុំជាស្ដេចព្រាយខ្លាពុទ្ធីភ្ញាក់ផ្អើលប៉ុន្តែមិនរត់ទេគាត់សួរវាថាហេតុអ្វីបានជាអ្នកឯងយកជីវិតមនុស្សក្នុងភូមិនេះខ្លានោះដកដង្ហើមធ្ងន់ហើយនិយាយថាព្រោះមនុស្សបានបំផ្លាញព្រៃនេះសម្លាប់គ្រួសារខ្ញុំត្រូវតែគ្រាន់តែសងសឹកពួកគេវិញតែប៉ុណ្ណោះភ្លាមនោះខ្យល់ត្រជាក់បោះខ្លាំងហើយព្រៃទាំងមូលដូចជាមានវិញ្ញាណរំលឹកអតីតកាលពុទ្ធីយល់ថាព្រាយខ្លាមិនមែនជាមនុស្សអាក្រក់ទេប៉ុន្តែជាវិញ្ញាណដែលពោរពេញដោយការឈឺចាប់គាត់ក៏សម្រេចចិត្តជួយវាគាត់និយាយថាបើខ្ញុំអាចធ្វើឲ្យមនុស្សឈប់បំផ្លាញព្រៃតើអ្នកនឹងឈប់សម្លាប់មនុស្សទេស្ដេចព្រាយខ្លាស្ទើរតែស្ងៀមបន្ទាប់មកវាក៏ស្រមើស្រមៃថាបន្ទាប់មកវាក៏មើលតែព្រះច័ន្ទហើយនិយាយថាបើអ្នកធ្វើបានខ្ញុំនឹងទៅវិញដោយស្ងប់ស្ងាត់ជារៀងរហូតថ្ងៃបន្ទាប់ពុទ្ធីត្រឡប់ទៅភូមិហើយប្រាប់អ្នកភូមិអំពីអ្វីដែលគាត់បានឃើញអ្នកដំបងមិនជឿទេប៉ុន្តែក្រោយពីមានមនុស្សបាត់ខ្លួនបន្ថែមពួកគេចាប់ផ្ដើមភ័យខ្លាចនៅចុងក្រោយមនុស្សអ្នកភូមិបានសន្យាថាឈប់កាប់បំផ្លាញព្រៃឈើឈប់បរបាញ់សត្វនិងថែរក្សាព្រៃឲ្យមានរសជីវិតឡើងវិញយប់នោះសំឡេងខ្លាហូរចុងក្រោយបានលាន់ឡើងម្ដងទៀតហើយក៏បានបាត់ទៅជារៀងរហូតបន្ទាប់ពីថ្ងៃនោះមកភូមិចំការខ្មោចក៏បានក្លាយទៅជាភូមិស្ងប់ស្ងាត់វិញប៉ុន្តែអ្នកចាស់នៅក្នុងភូមិតែងតែប្រាប់ថានៅពេលព្រះច័ន្ទពេញវង្សបើអ្នកឈរនៅជ័យព្រៃអ្នកនឹងអាចឮសំឡេងខ្លាខ្សឹបដូចជាវាកំពុងមើលឃើញយើងពីចម្ងាយបន្ទាប់ពីពេលវេលាបានកន្លងផុតទៅជាច្រើនខែថ្ងៃឆ្នាំភូមិចំការខ្មោចក្លាយជាស្ងប់ស្ងាត់មនុស្សរស់នៅដែលសុខសាន្តប៉ុន្តែមានយប់មួយមានក្មេងប្រុសម្នាក់រត់មកពីជីព្រៃពួកគេដកដង្ហើមធំខ្លាំងហើយបានស្រែកថាខ្លាមកវិញហើយមនុស្សទាំងភូមិភ្ញាក់ផ្អើលពួកគេគិតថាស្ដេចព្រាយខ្លាបានវិលត្រឡប់មកវិញហើយពុទ្ធីដែលធ្លាប់សន្យាជាមួយស្ដេចព្រាយខ្លាគេមិនអាចអង្គុយស្ងៀមបានទេគេបានយកដាវចាស់និងចង្កៀងដដែលហើយដើរចូលទៅក្នុងព្រៃនោះម្ដងទៀតនៅក្នុងព្រៃម្ដងនេះមើលទៅខុសប្លែកខ្យល់ត្រជាក់គឺហាក់បក់ត្រសៀកជាងមុននិងមានសំឡេងដូចជាមនុស្សយំចេញពីខាងក្នុងទីងងឹតភ្លាមនោះគាត់ក៏ឃើញស្នាមជើងខ្លាធំប៉ុន្តែមានឈាមជាប់វាមិនដូចមុនទេពុទ្ធីនិយាយនៅក្នុងចិត្តនៅកណ្ដាលព្រៃមានខ្លាខ្មៅមួយកំពុងញ៉ាំសត្វស្លាប់ក្អែកខ្មៅងងឹតដូចជាគ្មានវិញ្ញាណពុទ្ធីស្រែកអ្នកមិនមែនជាស្ដេចព្រាយខ្លាទេតើអ្នកជាអ្វីវិញសត្វនោះងាកមកយឺតហើយបញ្ចេញសំឡេងគួរឲ្យខ្លាចខ្ញុំជាអំណាចថ្មីអ្នកជាអ្នកដែលមកជំនួសវាភ្លាមនោះព្រលឹងខ្យល់មួយលេចឡើងពីខាងក្រោយ
វាគឺជាវិញ្ញាណស្ដេចព្រាយខ្លាពិតប្រាកដស្ដេចព្រាយខ្លានិយាយថាខ្ញុំបានរក្សាសន្យាហើយទៅសង្កត់ស្ងាត់ហើយប៉ុន្តែមានអ្នកម្នាក់ទៀតដែលប្រើមន្តអាគមងងឹតគេមកដើម្បីបង្កើតព្រាយថ្មីវុធីភ្ញាក់ផ្អើលតើជានរណាខ្យល់បក់ត្រជាក់ខ្លាំងហើយសំឡេងមនុស្សម្នាចេញពីទីងងឹតគឺខ្ញុំបរិសចាស់ម្នាក់ពាក់ខោអាវខ្មៅឈរចេញមុខកាងគាត់ជាអ្នកចេះមន្តអាគមដែលត្រូវបានអ្នកភូមិបដិសេធកាលពីមុនអ្នកទាំងអស់គ្នាបោះបង់ខ្ញុំឥឡូវខ្ញុំនឹងបានផ្លាញភូមិរបស់អ្នកខ្លាខ្មៅស្ទុះមកលើវិធីប៉ុន្តែស្ដេចព្រាយខ្លាដ៏ខ្លាំងបានលួចចូលទប់ព្រៃទាំងមូលរំជួយផ្អៀងវល់ក្បងចលខ្មៅប៉ះទង្គិចជាមួយពន្លឺព្រះច័ន្ទវិធីប្រើដាវចាស់ដែលគាត់យកមកហើយយកដាវនោះចាប់ផ្ដើមភ្លឺឡើងដូចមានអំណាចអាចកំបាំងនេះគឺជាអាវុធដែលអាចបំបត្តិអំណាចងងឹតស្ដេចព្រាយខ្លាស្រែកវិធីរត់ទៅមុខហើយបុកដាវទៅលើខ្លាខ្មៅសំឡេងផ្ទុះធំមួយលាន់ឡើងខ្លាខ្មៅរលាយទៅជាផេះគ្រូមន្តអាគមម្នាក់នោះក៏ដួលចុះហើយក៏បាត់បង់អំណាចស្ដេចព្រាយខ្លាមើលទៅវិធីហើយនិយាយថាអ្នកបានសង្គ្រោះក្នុងព្រៃនេះនឹងអ្នកភូមិបន្ទាប់មកវាធ្វើឲ្យមានស្នាមញញឹមតិចៗហើយវិញ្ញាណវាក៏បាត់ទៅជាមួយលាយឡំពន្លឺព្រះច័ន្ទអ្នកភូមិក៏បានខ្លាចជាសុវត្ថិភាពមនុស្សចាប់ផ្ដើមគោរពធម្មជាតិនិងជឿលើអ្វីដែលមើលមិនឃើញតែមានពាក្យអាចកំបាំងមួយលើកថាមន្តអាគមងឹតមិនទាន់បាត់ទៅទាំងស្រុងទេ